គូយុវជនម្នាក់បានប្លង់ម៉ូតូចោលស្ថិតនៅចំណុចផ្លូវវ៉លំបំបីជា3ទៅក្រុមហ៊ុនវិរៈប៊ុនថាំរមណីយដ្ឋានទេសចរស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺលើរំបត់ឧទ្យានជាតិគិរីរម្យដោយបន្សល់សម្បត្តិមួយសន្លឹកនិងសរសេរថាបើអ្នកបានឃើញសម្បត្តិនេះមានន័យថាខ្ញុំបានស្លាប់ហើយសូមបងជួយយកម៉ូតូនេះឲ្យបងប្អូនខ្ញុំផងសោកខ្ញុំទុកនឹងម៉ូតូហើយខ្ញុំសូមអរគុណបងសូមជួយទៅរកបងប្អូនខ្ញុំផងបងរំ0888655207អូនរិត08មក8863536សូមទោសដែលធ្វើឲ្យបងពិបាកមានវីដេអូក្នុងទូរស័ព្ទដែលជាការសម្រេចចិត្តចុងក្រោយបែបនេះម៉ូតូនឹងមាន GPS គេអាចរកឃើញពីខ្ញុំសុកហេងរួមមានសម្ភារៈខោអាវមួយចំនួនទៀតនៅថ្ងៃទី27ខែមិថុនាឆ្នាំ2026ប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់បានទទួលព័ត៌មានពីអ្នកភូមិថាគាត់បានប្រទះឃើញមនុស្សម្នាក់នៅចំណុចអូធំស្ទឹងចម្លងទាវមានស្ថានភាពបែកមាត់របួសភ្នែកខាងឆ្វេងនិងមានរងរបួសផងក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ចំបក់បានទៅដល់ទីតាំងដែលប្រទះឃើញហើយក៏បានជួបឈ្មោះគុណសុកហេងភេទប្រុសអាយុ32ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិជាលាឃុំជាលាស្រុកបាធាយខេត្តកំពង់ចាមដែលបានបាត់ខ្លួនតាំងពីថ្ងៃទី19ខែមិថុនាកន្លងមកពិតប្រាកដមែនតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះទំនងលោតសម្លាប់ខ្លួនតែមិនស្លាប់ពេលនេះជនរងគ្រោះត្រូវសមត្ថកិច្ចបញ្ជូនមកមន្ទីរពេទ្យដើម្បីព្យាបាល